សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះគ្រូលើកយកលំហាត់បន្តណាមេរៀនទី2ណាហើយយើងចូលមកដល់លំហាត់ទី5ហើយបងជាមួយនឹងលំហាត់ទី5របស់យើងតោះយើងទៅអានប្រធានទាំងអស់គ្នាពីលំហាត់របស់យើងក្នុងចន្លោះសំទោសក្នុងមួយចន្លោះពេលដំបូងឃ្លីមួយមានចលនាស្ទុះស្មើណាលើប្លង់ទេណាចរបានចម្ងាយ8សង់ទីម៉ែត្រណានេះរូបនេះមានន័យថាគ្រូដាក់ឲ្យបងប្អូនស្នុកមើលណាមានន័យថាបើសិនជាមួយប្រឡោះដំបូងរបស់យើងហ្នឹងវាបាន8សង់ទីម៉ែត្រគេឲ្យចូលកំណត់ចម្ងាយចររបស់ឃ្លីក្នុង3ចន្លោះពេលដំបូងណាកន្លែងហ្នឹងគ្រូប្រាប់បងប្អូនណាគិតថាតាមសមាមាត្រហ្នឹងទៅបានដែរណាអូខេនេះតាមសមាមាត្របានតែមួយប្រឡោះណាមួយប្រឡោះរបស់យើងហ្នឹងវាត្រូវនឹង8សង់ទីម៉ែត្រអីទៅ3ហ្នឹងវាត្រូវប្រមាណនេះយកបងប្អូនធ្វើអារបៀបនេះអូខេធ្វើរបៀបហ្នឹងតើនិយាយណាហេតុអីយើងធ្វើតាមរបៀបហ្នឹងព្រោះអ៊ីតហ្នឹងវាជាប់តេហ្នឹងជាប់បែបជាការ៉េតើគ្រូនិយាយវាជាប់បែបជាការ៉េណាអញ្ចឹងយើងអត់ធ្វើតាមសមាមាត្រអានោះ1ប្រឡោះ8 3ប្រឡោះវា x ហ្នឹងវាត្រូវប្រហែលអត់ទេណាកន្លែងហ្នឹងអូខេគ្រូប្រាប់ឲ្យហើយតោះអញ្ចឹងពាក់ព័ន្ធគេឲ្យរកចម្ងាយចរហើយបងប្អូនដឹងហើយមេរៀនទី2របស់យើងហ្នឹងពាក់ព័ន្ធជាមួយនឹងចលនាត្រង់ប្រែប្រួលស្មើណាចលនាត្រង់ប្រែប្រួលស្មើយើងដឹងទាំងអស់គ្នារួចហើយណាឥឡូវបើបងប្អូនភ្លេចដូចគ្រូរំលឹកឡើងវិញអញ្ចឹងមានន័យថាអានេះឧបមាថាតេណាតេស្មើគ្នាឥឡូវគ្រូតាំងទៅពីប្រឡោះហ្នឹងគឺតេអងណាអញ្ចឹងបើសិនជាប្រឡោះនេះគ្រូតាំងតេអងអាប្រឡោះនោះទៀតណាប្រឡោះនឹងទៀតក៏តម្លៃវាហ្នឹងស្មើជាមួយនឹងតេអងដូចគ្នាអាប្រឡោះទៀតហ្នឹងណាក៏ត្រូវនឹងតេអងដូចគ្នានឹងគេហៅថាចលនាត្រង់ប្រែប្រួលស្មើហើយណាវាផ្លាស់ទីចម្ងាយបានហ្នឹងគឺស្មើគ្នាអញ្ចឹងរហូតហ្នឹងគេហៅថាចលនាត្រង់ប្រែប្រួលស្មើណាអូខេអានេះគឺតេមួយដែរតើគ្រូនិយាយកន្លែងហ្នឹងណាឃើញទេមានន័យថាក្នុងរយៈពេលមួយតេដែលគ្រូតាំងតេ1ប្រឡោះទី2តេ1ដែរប្រឡោះទី3តេ1អញ្ចឹងចម្ងាយដែលវាផ្លាស់ទីបានហ្នឹងគឺបានប៉ុណ្ណឹងដែរណានៃនៅក្នុងមេរៀននេះយើងដឹងទាំងអស់គ្នាមានន័យថា a របស់យើងហ្នឹងគឺថេសន្ទុះរបស់វាហ្នឹងណាពី a មក b ហ្នឹងក៏សន្ទុះប៉ុណ្ណឹងតើអត់និយាយពី a មក b ពី b ទៅ c ទៅ d ហ្នឹងក៏ a ប៉ុណ្ណឹងអត់មានដូរទេអូខេហ្នឹងពាក់ព័ន្ធជាមួយនឹងគ្រូរំលឹកចលនាត្រង់ប្រែប្រួលស្មើណាចលនាត្រង់ប្រែប្រួលស្មើនឹងពាក់ព័ន្ធជាមួយនឹងចន្លោះពេលនីមួយដែលជាប់ជាមួយតេណាតោះឥឡូវយើងទៅមើលសមីការរបស់យើងបើយើងចង់បានចម្ងាយចរណាពាក់ព័ន្ធជាមួយនឹងមេរៀនហ្នឹងយើងត្រូវការ a និងត្រូវការតេត្រូវទេនេះត្រូវការ a និងត្រូវការតេសួរតា a ហើយនឹងតេហ្នឹងវាមានហើយនៅណាសន្ទុះមានហើយនៅវាអត់មានទេវាមានពាក់ព័ន្ធជាមួយនឹងចម្ងាយហើយមកចម្ងាយមកប្រឡោះនោះហើយសួរចម្ងាយប្រឡោះផ្សេងទៀតណាគិតពីគល់មកវាឡើង3ប្រឡោះវាសួរអញ្ចឹងវិញវាអត់ប្រាប់តេប៉ុណ្ណេះប្រមាណវេប្រមាណទេប្រមាណទេអត់ទេណានឹងអូខេនឹងតោះឥឡូវនេះឥឡូវគ្រូមកនិយាយបដោតលើកន្លែងណាអានេះ3ប្រឡោះណាគ្រូច្រឡំទៅស្អីមួយប្រឡោះដែរគ្រូ copy អូខេណាអានេះក្នុង3ប្រឡោះណាអូខេនេះ3ប្រឡោះលុបចេញវិញកន្លែងហ្នឹងគឺ
3 អូខេ3ប្រឡោះអញ្ចឹង3ប្រឡោះណាបើយើងគិតធម្មតានេះណាកន្លែងនេះប្រាប់កន្លែងនេះ3ប្រឡោះ x ណាស្មើអីគេស្មើ1លើ2 a តេការ៉េ a របស់វាហ្នឹងគឺប្រឡោះណាក៏ a ដែរណាព្រោះចលនាហ្នឹងសន្ទុះថេរណាមានន័យថាសន្ទុះអត់ដូរទេពីចន្លោះណាទៅណាក៏ដោយគឺនៅតែ a ដដែលកន្លែងហ្នឹងណានៅតែ a ដដែលតោះនេះណាវាជា3ប្រឡោះវាត្រូវនឹងប្រមាណ3ប្រឡោះណាតោះយើងទៅមើល3ប្រឡោះកន្លែងនេះបើយើងរាប់ពីអ្នកមកណា3ប្រឡោះយើងរាប់ពីគល់នេះទៅនេះរាប់មកឃើញទេវាឡើងប្រមាណតេអងហើយណាអាតេសរុបរបស់យើងណាវាឡើងប្រមាណតេអងកន្លែងនេះយើងមើលវាឡើង3បើសិនជាគ្រូជួសវាឲ្យជាប់តេអងហេតុអីគ្រូជួសវាឲ្យជាប់តេអងណាព្រោះនៅកន្លែងនេះយើងឃើញនៅត្រង់នេះណានេះវាមានអីគេបើគិតទាំង1លើ2ណាគិតទាំងលេខមកតែម្ដងក៏បានដែរណានេះឃើញនៅកន្លែងនេះមានជាប់ a ហើយនឹងជាប់តេអងនៅក្នុងនឹងអត់ណាហើយសួរតែ3ប្រឡោះក្រោយនេះ3ប្រឡោះក្រោយយើងចង់សរសេរវាឲ្យជាប់ជាមួយនឹងតេអងដែរបានណានេះតេអានេះមិនតេសរុបត្រូវទេគិតពី a មកដល់ d នេះណា3ប្រឡោះហ្នឹងមិនតេសរុបហើយវាស្មើជាមួយនឹងប្រហែល3អងតេអងត្រូវទេព្រោះយើងកាត់ជាប្រឡោះណាតោះណាចលនាហ្នឹងនៅចន្លោះពេលស្មើគ្នាចម្ងាយស្មើគ្នាឲ្យយល់ទៅហ្នឹងណាអញ្ចឹងមានន័យថាបើសិនជា3ប្រឡោះនេះណាអូខេបើសិនជា3ប្រឡោះមានន័យថាវាត្រូវណា3តេកន្លែងហ្នឹងវាត្រូវ3តេត្រូវទេវាត្រូវបាន3តេចាស់អញ្ចឹងគ្រូជួសកន្លែងនេះមកនេះឃើញគ្រូដាក់ជួសហ៎ដាក់តែអាហ្នឹងគឺរបស់តេ3តេអងលើកជាការ៉េណានេះ3នេះគ្រូយកចេញណាគ្រូយកចេញបានតោះកន្លែងហ្នឹងអត់នឹងណាពេលនេះពេលខ្លះយើងត្រូវការចម្ងាយចុះយើងត្រូវការ a យើងត្រូវការតេតែនេះយើងត្រូវការម្ដងហ្នឹងគឺទាំងដុលតែម្ដងតនគ្រូនិយាយលំហាត់ហ្នឹងវារៀងប្លែកត្រូវការម្ដងទាំងដុលនេះបន្ទាប់ពីគ្រូរុញ9ទៅមុខណាអញ្ចឹងនៅពេល3ប្រឡោះនេះណាអូខេអាកន្លែងនេះគ្រូឲ្យកែមិញណា3ប្រឡោះហ្នឹងអូខេ3ប្រឡោះហ្នឹងអញ្ចឹងមានន័យថាវាត្រូវ3តេណាមួយហ្នឹងត្រូវហ៎លើកជាការ៉េ9យកទៅនោះតោះកន្លែងនេះបងប្អូនទៅមើលកន្លែងនេះបន្តិចឃើញពីសម័យកាលទី1ឃើញសម័យកាលទី1មានតែហ្នឹងដែរមាន1លើ2 a ព្រោះ a ហ្នឹងគឺដូចគ្នាទេចង់100ប្រឡោះ10000ប្រឡោះហ្នឹងមានន័យថាសន្ទុះនៅតែប៉ុណ្្នឹងដដែលតោះណាហើយតេហ្នឹងគឺយើងកាត់ជាកង់បន្តហ្នឹងដែរធ្វើម៉េចឲ្យតេស្មើគ្នានេះតោះណានេះត្រូវអត់អញ្ចឹងកន្លែងហ្នឹង1លើ2 a តេ1ការ៉េហ្នឹងវាស្មើនឹង8អញ្ចឹងយើងដាក់8យក1ជំនួស2ត្រូវអត់នេះឃើញដាក់លេខ8ចូលយើងឈប់ដាក់1លើ2 a តេអងការ៉េហ្នឹងណាតើនៅយក1ដាក់ចូលក្នុង2អញ្ចឹងគឺចេញជាលេខបានហើយអូខេតើនិយាយអត់ពាក់ព័ន្ធជាមួយនឹងលំហាត់របស់យើងអញ្ចឹងយើងបាន9គុណជាមួយនឹង8ណាព្រោះ9មិញកើតចេញពី3លើកជាការ៉េអញ្ចឹងគុណទៅបាន72ណាយើងគិតជាសង់ទីម៉ែត្រមិនចាំបាច់បំបែកក៏បានដែរបើគេអត់មានលក្ខខណ្ឌអីកន្លែងហ្នឹងណាអូខេអញ្ចឹងលំហាត់របស់យើងគឺតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនតន់គ្រូនិយាយកន្លែងហ្នឹងមិញណានឹងដោយសារគេនិយាយប្រឡោះហើយមានប្រឡោះនេះគ្រូរំលឹកឡើងវិញបន្តិចណាព្រោះមកគេនិយាយប្រឡោះទី1ហើយបន្តមក3ប្រឡោះទៀតដល់ពេលហើយគេទៅចង់បានហ្នឹងទៅចង់បានចម្ងាយចហើយយើងដឹងទាំងអស់គ្នាចម្ងាយចរបស់យើងត្រូវការ1លើ2 a តេការ៉េនេះវាអត់មាន a វាអត់មានតេត្រូវទេហ្នឹង
ហើយគេចង់បាននៅសម្រាប់3ប្រឡោះតែយើងអាចធ្វើវានឹងឲ្យតាក់ទងជាមួយនឹងមួយប្រឡោះនេះពេលនេះយើងខំសរសេរឲ្យបាន2 ដងដូចគេប្រាប់យើង2 ដងដែរកន្លែងហ្នឹងណានឹងហេតុផលរបស់យើងទៅហ្នឹងណាអញ្ចឹងវីដេអូរបស់យើងហ្នឹងគឺតែប៉ុណ្្នឹងទេណាចាំគ្រូលើកយកលំហាត់បន្តមកទៀតទុកឲ្យបងប្អូនណាមើលបន្ថែមទៀតអញ្ចឹងវីដេអូរបស់យើងគឺតែប៉ុណ្្នឹងទេកុំឲ្យយូរពេកណា